បងប្អូនដែលមានជំនឿទៅលើមនុស្សមានស្បែកកុងឬក៏ស្បែកកាប់មិនមុតដុតបញ្ឆេះដែរឬអត់ឥឡូវខ្ញុំបានមកឃើញស្បែកដែលកាប់មិនមុតដុតបញ្ឆេះសល់តាំងពីសម័យប៉ុលពតដែរបងប្អូនអើយឃើញដោយផ្ទាល់ភ្នែកហ្មងដែរលោកតាអាចារ្យគាត់បានប្រាប់ថាស្បែកដែលកាប់មិនមុតដុតបញ្ឆេះនេះបងប្អូនគឺមានមកដល់សម័យបច្ចុប្បន្ននេះនៅលើភ្នំសំពៅដោយផ្ទាល់តែម្ដងបងប្អូនមកមើលឲ្យចិត្តបានសម្រាប់ស្បែកនេះវិញបងប្អូនមើលទៅយើងនៅឃើញជាលក្ខណៈស្បែកតែអត់ដឹងថាស្បែកនៅតំបន់ណាឲ្យពិតប្រាកដទេគ្រាន់តែដឹងថាលោកតាអាចារ្យគាត់រើសបានមកដែលស្បែកនេះគេកាប់មិនមុតដុតបញ្ឆេះប៉ុន្តែអាចរលួយនៅសល់លក្ខណៈថាធំជាងបាត់ដៃខ្ញុំបន្តិចបងប្អូននេះពី3បាត់ដៃអីចឹងទៅអូយនិយាយទៅរន្ធត់មែនតើខ្ញុំលូកដៃទៅចិត្តក៏អត់ហ៊ានដែរប៉ុន្តែគាត់ឲ្យខ្ញុំចាប់បានប៉ុន្តែខ្ញុំអត់ហ៊ានចាប់ទេបងប្អូនឃើញទេដោយសារតែយើងមើលទៅវារន្ធត់ពេកនៅសល់ដូចគល់រោមគល់អីខ្លះហ្នឹងសម្រាប់បងប្អូនដែលមិនជឿទៅលើមន្តអាគមអូមអាមផ្សេងរបស់ខ្មែរយើងបងប្អូនបើមិនជឿកុំប្រមាថព្រោះដោយសារតែខ្ញុំមកដល់ឃើញតែផ្ទាល់បងប្អូនគិតមើលស្បែកសល់តាំងពីសម័យពលពតមកដល់ឥឡូវប៉ុន្តែអត់ទាន់រលួយអស់ទេហើយក៏អត់ទាន់ឆេះអស់ដែរអញ្ចឹងបានន័យថាយើងអត់ដឹងមានលក្ខណៈមិនទេបងប្អូនមើលអូនិយាយទៅខ្ញុំឃើញឲ្យរន្ធត់ហ្មង